សូមបន្តទៅចំណុចទី2គោលបំណងអញ្ចឹងគោលបំណងសំខាន់នៃការវិទ្យាល័យដែលហ្នឹងមិនដើម្បីទៅដល់បន្ទុកសិស្សទេថ្នាក់ទេប៉ុន្តែវាជាសារៈសំខាន់ក្នុងការពិនិត្យមើលការចូលច្រឡំអញ្ចឹងបើសិនជាការសង្ខេបរបស់សិស្សហ្នឹងខុសពីខ្លឹមសារយើងអាចជាគ្រូអាចកែប្រែបានភ្លាមឲ្យតម្រូវសិស្សទៅអាចថាគាត់ពីយើងកែប្រែគាត់អាចពីខុសទៅត្រូវពីមិនល្អទៅល្អពីមិនទាន់មានខ្លឹមសារគ្រប់គ្រាន់យើងអាចកែទៅមានខ្លឹមសារគ្រប់គ្រាន់ឬក៏អាចយ៉ាងថាពីសមត្ថភាពគាត់អាចចូលបានក្នុងកម្រិតណាក្នុងរកការចងចាំអញ្ចឹងការព្យាយាមសង្ខេបដោយប្រើពាក្យពេចន៍ផ្ទាល់ខ្លួនជួយឲ្យពិបាលចាំមេរៀនល្អជាងបន្តិចមានន័យថានៅពេលដែលគាត់មានគំនិតបញ្ចេញបញ្ចូលបន្ថែមក្នុងសាច់រឿងហ្នឹងវាល្អជាងនៅពេលដែលនេះគាត់យកពីលំនឹងមេរៀនមកទៅសេឲ្យយើងមានន័យថាចេះបើសិនជាមនុស្សហ្នឹងយកគំនិតតាក់តាមមួយច្រើនមានន័យថាគាត់អាចយល់ខ្លឹមសារនឹងកាន់តែជ្រៅមិនជ្រៅត្រង់ថាគាត់អាចយល់ក្នុងនេះបានហើយគាត់អាចបញ្ចេញបញ្ចូលគំនិតគាត់បន្ថែមទៅលើអត្ថបទនឹងទាំងមូលបានទៀតអញ្ចឹងវាមានន័យថាសិស្សយើងនឹងអាចមានគំនិតច្នៃប្រឌិតឬគំនិតច្នៃដឹងខ្ពស់ជាងមុនណាតើចំណុចមួយទៀតគេហៅថាវាស់ស្ទង់សមត្ថភាពវិភាគអញ្ចឹងមានសិស្សត្រូវបំបែករវាងព័ត៌មានសំខាន់និងព័ត៌មានបន្តសំមានន័យថាសិស្សអាចបំលែងព័ត៌មានមួយហ្នឹងទៅជាចំណុចសំខាន់ផ្សេងគ្នាដែលជាចំណុចទាំងអស់ហ្នឹងបង្កើតបានជាគេហៅតលិហិករួមមួយឲ្យសិស្សគាត់កាន់តែយល់និងចាប់បានមេរៀនកាន់តែលឿនអញ្ចឹងចំណុចចុងក្រោយគឺអត្ថប្រយោជន៍សម្រាប់សួរនិងក្រឹសសម្រាប់គ្រូមានន័យថាដឹងពីប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូនឹងបានច្បាស់លាស់សម្រាប់សិស្សមានតែជួយឲ្យសិស្សនឹងចេះផ្ដោតលើខ្លឹមសារសំខាន់ចំណុចមួយទៀតមានថាគ្រូអាចកែសម្រួលវិធីសាស្ត្របង្រៀននៅក្រៅម៉ោងសិក្សាបន្ទាប់អញ្ចឹងនៅពេលដែលបន្ទាប់ពីចប់ម៉ោងសិក្សាទៅគ្រូប្រហែលជានឹងតបបច្ចេកទេសឬវិធីសាស្ត្រផ្សេងដើម្បីឲ្យសមស្របទៅនឹងការបង្រៀនរបស់ខ្លួនហើយវាមិនទៅថាយើងដាក់គោលដៅយើងប្រៀមថ្ងៃនឹងភ្លាមអាចចេះភ្លាមអញ្ចឹងយើងអាចបន្តពីបង្រៀន1ម៉ោងសិក្សាហ្នឹងហើយយើងមានប្រសាសន៍បង្រៀនថ្មីទៅគាត់មួយទៀតគេហៅផ្ដល់បតិត្រឡប់បានតាន់ពេលវេលាអញ្ចឹងមានន័យថាបន្ទាប់ពីសិស្សចប់ភ្លាមយើងនឹងសមត្ថភាពសិស្សហើយយើងអាចធ្វើ feedback ទៅគាត់បែបលឿនអាចព្រានហាងបើគាត់ខុសឥឡូវហ្នឹងហើយយើងអាចផ្ដល់នៅបទពិសោធន៍បាត់ព្រាមសម្រាប់សិស្សអញ្ចឹងជួយបង្កើនជំនាញសរសេរនិងការប្រើប្រាស់របស់ភាសារបស់សិស្សហ្នឹងបានត្រឹមត្រូវហើយមួយទៀតគេហៅស្គាល់ពីចំណុចខាតរបស់ខ្លួនហ្នឹងបានច្បាស់លាស់អញ្ចឹងនៅពេលដែលចំណុចអត្ថប្រយោជន៍រួមសំខាន់ហ្នឹងគ្រាន់តែជាការសង្ខេបមើលជារួមនៃការវិតម្លៃនៃទម្រង់ផ្អែកលើការសង្ខេបទេអញ្ចឹងដោយសារតែថ្ងៃនេះខ្ញុំមានគំនិតថាខ្ញុំរៀងអត់សូវបានសង្ខេបច្រើនហើយមានតែប៉ុណ្្នឹងទេហើយអញ្ចឹងក៏សូមអរគុណលោកគ្រូដែលបានចូលស្ដាប់មេរៀនរបស់ខ្ញុំដែលបានខ្ញុំធ្វើជាការបកស្រាយទៅនេះអរគុណច្រើនហើយបើសិនជាមានបញ្ហាលោកគ្រូជួយធ្វើ feedback បញ្ជាក់មកខ្ញុំវិញលោកគ្រូអរគុណច្រើនគ្រូ